ខ្ញុំបានឲ្យអ្នកនៅស៊ុបដែលធ្វើពីអស់បំពន់ចុះ27 ខ្ញុំប្រកាសថាខ្ញុំនឹងធ្វើបានល្អក្នុងការប្រឡងថ្ងៃស្អែកអូយត្រូវហើយហើយនេះផងដែរនេះត្រូវបានដាក់នៅច្រកចូលខ្ញុំពិតជាមិនភ្លេចថ្ងៃស្អែកទេល្អទេខ្ញុំត្រូវទៅពិនិត្យបិចខ្មៅដៃ 0.5 ខ្មៅដៃជលលុបបន្ទាត់សម្បត្តិចូលរៀនកាត់សម្គាល់ខ្លួនកាត់គូរូបខ្ញុំរួចរាល់ហើយសៀវវ៉ាងសុំកុំភ័យអីអ្នកបានពិនិត្យ8 ដងរួចហើយខ្ញុំមិនភ័យទេខ្ញុំពិតជាមិនភ័យអ្វីទាំងអស់ល្អហើយអ្នកនឹងមិនអីទេប្រសិនបើអ្នកមិនភ័យមកនេះឲ្យលឿនហើយអង្គុយចុះមួយសន្ទុះដើម្បីសម្រាកអូទេការព្យាករណ៍អាកាសធាតុនិយាយថាវានឹងមានពិនិត្យមើលថាតើឆាត់បានឬអត់មានបងរំដែលត្រាំអ៊ីយ៉ូតផងដែរបដូរសម្លៀកបំពាក់ខ្ញុំត្រូវការរៀបចំចុះបើខ្ញុំធ្លាក់នៅថ្ងៃស្អែកបាត់ចាស់សបាត់សៀវវ៉ាងកុំភ័យនៅថ្ងៃស្អែកអីខ្ញុំពិតជានឹងធ្វើការរៀបចំទាំងអស់យោពងកុំបារម្ភអីអ្នកបានរៀបចំខ្លួនបានល្អគ្រប់គ្រាន់ហើយចំណេះដឹងត្រូវបានរៀបចំរួចហើយនៅក្នុងក្បាលរបស់ខ្ញុំថ្ងៃស្អែកប្រកាសជានឹងដំណើរការទៅដោយរលូនសៀវវ៉ាងអ្នកពិតជានឹងមានអនាគតភ្លឺស្វាងនិងមានសង្ឃឹមខុសយើងទាំងអស់គ្នាប្រកាសជានឹងមានជីវិតដ៏ភ្លឺស្វាងនិងអស្ចារ្យសិស្សសូមសរសេរឈ្មោះនិងពាក្យស្លោករបស់អ្នកជាមុនអ្នកមិនអាចឆ្លើយមុនពេលកណ្ដឹងរត់បានទេស្បែកជើងរបស់ King O ស្បែកជើងប្រអប់នេះការប្រឡងបានបញ្ចប់តើអ្នកមានអារម្មណ៍យ៉ាងណាដែរចូលយើងសរសេរដល់ចប់ហេតុអ្វីបានជាអ្នកសើចយ៉ាវហ្វាហេតុអ្វីបានជាអ្នកនៅទីនេះអ្នកភ្លេចថាអ្នកជាអ្នកដែលបានណែនាំយើងឲ្យស្គាល់ការងារនេះធ្វើការជាអ្នកបម្រើក្នុងគ្រួសារស៊ូគេកំពុងរៀបចំពិធីជប់លៀងអបអសាទរនៅយប់នេះជួបអ្នកក្នុងអំឡុងពេលវិស្មការរបស់យើងពិតជាដឹងគុណចំពោះការងាររបស់អ្នករកចំណូលបានច្រើនម្លេះចុះថ្ងៃនេះយើងនឹងជូនអ្នកញ៉ាំអាហារពេលល្ងាចវិញតោះទៅបន្ទាប់មកខ្ញុំនឹងមិនឈរនៅលើពិធីនោះទេហេតុអ្វីសួស្ដីមិត្តរួមថ្នាក់អ្នកស្អាតណាស់តើអ្នកជានិស្សិតសិល្បៈមែនទេអ្នកខ្វះវប្បធម៌តើវាងាយស្រួលសម្រាប់ខ្ញុំទេក្នុងការចំណាយពេល2-3នាទីដើម្បីសម្ភាសន៍អ្នកប្រាកដហេតុអ្វីបានជាលេងសៃវងមិនទាន់មកដល់ជីយីតើអ្នកបានប្រាប់គាត់ថាក្រុមគ្រួសាររបស់អ្នកនឹងរៀបចំពិធីជប់លៀងអបអសាទរសម្រាប់អ្នកនៅយប់នេះទេជាការពិតណាស់ខ្ញុំបាននិយាយវាប៉ុន្តែមិនត្រឹមតែបងស្រីមិនអាចយកវាមកវិញបានទេគាត់ថែមទាំងស្ដីបន្ទោសខ្ញុំទៀតផងគាត់ក៏បាននិយាយផងដែរថាសុងជាងមើងងាយឪពុករបស់គាត់តតែសោះតើប្អូនស្រីរបស់អ្នកពិតជាស្អប់កូនប្រុសបះបោររបស់គ្រួសារស៊ូនេះមែនទេតើគ្រួសារស៊ូជាអ្វីមកពីគាត់មិនចង់ត្រឡប់មកវិញគ្រាន់តែមិនអើពើនឹងគាត់យប់នេះនឹងក្លាយជាពិធីជប់លៀងអបអសាទរមួយដែលភាគច្រើនឧទ្ទិសដល់អ្នកភ្ញាក់ឡើងភ្ញាក់ពីដំណេកមានអ្វីខុសយើងត្រូវជិះយន្តហោះត្រឡប់ទៅខេត្តសាំងលើវិញនៅថ្ងៃនេះឡើងចម្លែកមែននោះហើយជាពេលដែលខ្ញុំកំពុងនិយាយអំពីតើជើងហោះហើរត្រូវបានពន្យាពេលទេកូនតូចក្រីក៏របស់ខ្ញុំនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់សូមឲ្យអ្នកមានសំណាងល្អនៅឆ្នាំនេះសណ្ដែកតូចក្រោកឡើងយ៉ាងលឿនខ្ញុំបានយកអំណោយមកជូនមនុស្សគ្រប់គ្នាទទួលបានចំណែកមួយមកផឹកនេះតោះផឹកស្រាទាំងអស់គ្នាមិនអីទេអបអសាទរឡាមើលក្បាលរបស់អ្នកវាគ្រប់ដណ្ដប់ដោយក្រែមនាយិកាសាលាប្រកាសជាមានចិត្តល្អក្នុងការជួយខ្ញុំសម្អាតវាទាំងអស់ខ្ញុំដឹងហើយស្រោមជើងនឹងធំឡើងដើម្បីទទួលបានជោគជ័យបំផុតស្រោមជើងគឺជាចង្ក្រានដ៏អស្ចារ្យជីដូនរបស់អ្នកបានជួលនរណាម្នាក់ឲ្យដាក់ឈ្មោះវាគាត់បាននិយាយថាអ្នកមានសំណាងណាស់ដែលអាចដោះស្រាយវាបានគាត់ចូលចិត្តអបអ្នកយ៉ាងណែននៅពេលដែលគាត់ឃើញអ្នកគាត់បានទទូចចង់ទៅជាមួយជីដូនរបស់គាត់គ្រាន់តែគាំទ្រអ្នកបែបនេះផ្ដល់ជូនអ្នកនៅសម្ភារៈអានប្រសិនបើជីដូននៅរស់ស្វានគេង
អ្នកនឹងធំឡើងនៅពេលអ្នកភ្ញាក់ពីដំណេកម្ដងទៀតបន្ទាប់ពីគេងលក់មួយស្របការអនុវត្តកិច្ចការលោកីគឺជាការខិតខំប្រឹងប្រែងរបស់ខ្ញុំជាស្រុកកំណើតរបស់ខ្ញុំធំឡើងក្នុងស្នេហាពិតខ្ញុំសប្បាយចិត្តសូមអរគុណចំពោះសេចក្តីស្រឡាញ់របស់អ្នកម៉ាក់ប៉ាបងប្រុសបងស្រីនិងជាមនុស្សដែលមានសុភមង្គលបំផុតតូចអស្ចារ្យមែនសម្បូរណាស់ខ្ញុំច្រណែននឹងជីវិតរបស់ព្រះនាងតូចវាជាក្តីសុបិនរបស់ខ្ញុំព្រះមហាក្សត្រីយានីរោគរបស់ព្រះនាងតូចរបស់អ្នកពិតជាស្រស់ស្អាតណាស់ឲ្យខ្ញុំមួយឲ្យយឺតប្រភេទអ្វីវាធ្វើឲ្យខ្ញុំស្អប់ខ្ពើមគាត់ស្ដីបន្ទោសខ្ញុំចំពោះការតែអ្នកត្រូវតែឲ្យលុយខ្ញុំបានទទួលប្រាក់ចំនួន50,000 យ៉ននៅក្នុងកាតធនាគារដើម្បីលុយខ្ញុំនឹងអត់ទោសឲ្យស៊ូឡាវអឺដោយស្ទាក់ស្ទើរម៉ាក់របស់ឌីងឈីងខ្ញុំមានលុយហើយតោះទៅធ្វើដំណើរកំសាន្តប្រញាប់ឡើងអ្វីក៏អាចដុសសក់វែងបានដែរអូប្រញាប់ឡើងលទ្ធផលចុងក្រោយគឺ 5531 សូមគំរាអក្សរខុសជាវងមានរឿងអ្វីកើតឡើងចំណាត់ថ្នាក់របស់អ្នកបានចូលដល់កម្ពូលទាំង50នៅក្នុងខេត្តអូព្រះជាម្ចាស់ឲ្យជាវងអ្នកពិតជាអស្ចារ្យណាស់អ្នកបានរស់នៅស្របតាមការរំពឹងទុករបស់ជីដូនរបស់អ្នកពិតជាអស្ចារ្យណាស់បន្ទាប់មកខ្ញុំនឹងលិតសំយប់ល្បាតមកអូព្រះជាម្ចាស់ខ្ញុំមិនហ៊ានមើលទេសូមជួយខ្ញុំមើលមួយផងចប់ហើយខ្ញុំបានប្រឡងចប់ពិន្ទុកាត់ផ្ដាច់ការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ទី1កាលពីឆ្នាំមុនប៉ុន្តែតិចជាង10នាទីបានកន្លងផុតទៅការចូលរៀននៅសាកលវិទ្យាល័យល្អមួយនៅតែពិបាកណាស់ប៉ាសុំទោសខ្ញុំគួរតែព្យាយាមបន្ថែមទៀតក្មួយស្រីរបស់ឪពុកខ្ញុំត្រូវបានចាក់សោតអស់រយៈពេល1ថ្ងៃ1យប់នីតិបច្ចុប្បន្នរបស់គាត់គឺល្អរួចទៅហើយបាទចាស់សោក្មួយស្រីរបស់ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរួចហើយខ្ញុំឆ្ងល់ថានីតិរបស់សៃវងយ៉ាងម៉េចដែរប្រសិនបើគ្រួសារយើងពិតជាអាចបង្កើតអ្នកដែលមានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងចូលមហាវិទ្យាល័យបានយកចិត្តទុកដាក់បន្ថែមទៀតចំពោះក្រុមហ៊ុនបុតសម្ព័ន្ធរបស់យើងហេតុអ្វីយើងមិនទូរស័ព្ទទៅសងវងយ៉ាងណាមិញគាត់ក៏ជាគ្រួសាររបស់យើងដែរប៉ានិយាយត្រូវខ្ញុំក៏បារម្ភដែរបងស្រីច្បងអ្វីតើអ្នកបានពិនិត្យមើលចំណាត់ថ្នាក់របស់តើមានអ្នកណារកបានពិន្ទុលើសពី700ទេខ្ញុំមើលមិនឃើញពិន្ទុទេហេតុអ្វីខ្ញុំមើលមិនឃើញរឿងនេះមានអ្វីខុសទេបងស្រីអ្នកមិនភ្លេចបិទរូបបេះដូងទេមែនទេដូច្នេះមិនមានលទ្ធផលទេអ្វីស៊ូជីយេខ្ញុំដឹងថាអ្នកមិនអាចនិយាយអ្វីដែលល្អបានទេសួស្ដីតើអ្នកអាចនិយាយជាមួយក្មួយស្រីរបស់អ្នកបែបនេះដោយរបៀបណាអាក្រក់របស់អ្នកមកនិយាយដាក់ក្មួយស្រីយើងខ្ញុំដឹងថាអ្នកមកពីកន្លែងដាច់ស្រយាលនឹងក្រីកគាត់ធ្វើមិនបានល្អក្នុងពេលប្រឡងធំប៉ាអ្នកមិនអាចទេគ្រួសារទាំងមូលរបស់អ្នកមិនល្អទេអូព្រះជាម្ចាស់ឲ្យបងស្រីមិនដេចក៏អ្នកនិយាយពីអសរោះបែបនេះវាល្អជាងតែរបស់អ្នកដែលមានក្លិនក្រអូបបែបនេះហើយអ្វីនិយាយថាគ្មានមនុស្សតែម្នាក់គត់នៅក្នុងគ្រួសារស៊ូរបស់អ្នកដែលមានចំណេះដឹងរបស់ខ្ញុំត្រូវបានលេខតើអ្នកដឹងទេថានេះមានន័យយ៉ាងណាខ្ញុំស្ថិតក្នុងចំណោមកម្ពុជាទាំង50នៅក្នុងខេត្តតើអ្នកយល់ទេខ្ញុំគិតថាស៊ូជីយីស្ទើរតែមិនបានប្រឡងចប់ថ្នាក់កាត់ផ្ដាច់ការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ក្នុងគ្រួសារស៊ូអត់ហើយអ្វីបានជាឯករបស់យើងមិនស្ថិតនៅកម្រិតដូចគ្នាទៀតទេតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះឪពុកតើអ្នកគិតថាអ្នកមានសមត្ថភាពខ្លាចជាសិស្សពូកែបំផុតដោយផ្អែកលើនិទេសរបស់អ្នកដែរឬទេខ្ញុំមិននិយាយជាមួយអ្នកទាំងអស់គ្នាភាពល្ងងខ្លៅអាចឆ្លងបានពិតជាតើមានអ្វីកើតឡើងម្ដងទៀតសួរវ៉ាងគឺខ្ញុំចូលទៅកាន់អ៊ីនធឺណិតហើយពិនិត្យមើលត្រូវបានបង្ហាញរួចហើយគាត់គឺជាជើងឯកទេវតាហើយបាវអ្នកបានក្លាយជាតារាល្បីលើអ៊ីនធឺណិតហើយជា
ជាវងមើលចុះនៅមានមនុស្សច្រើនណាស់កំពុងរងចាំនៅខាងក្រៅអ្នកយកព័ត៌មានដែលចង់សម្ភាសអ្នកហើយអ្វីបានជាអ្នកលាក់ខ្លួនខ្ញុំនឹងផ្ដល់បទសម្ភាសប៉ុន្តែមិនមែនឥឡូវនេះទេខ្ញុំកំពុងរងចាំឱកាសត្រឹមត្រូវវាជាស្វាននេះជាបទសម្ភាសជាមួយលោកស្វានគាត់ពិតជាអ្នកប្រាញ់កម្ពុជាម្នាក់ដ៏គួរឲ្យភ្ញាក់ផ្អើលហាខ្ញុំមិនដែលរំពឹងថាលេងសៃវងគាត់ពិតជាអ្នកប្រាញ់កម្ពុជាមែនគ្រូសាស៊ូរបស់យើងពិតជាបានបង្កើតអ្នកដែលមានពិន្ទុខ្ពស់បំផុតក្នុងការប្រឡងចូលចេញពីបេះដូងហាសួស្ដីប៉ាសូមអបអរសាទរប៉ាមានមោទនភាពចំពោះអ្នកបានដឹងតើមានអ្វីផ្សេងទៀតទេប៉ាអ្នកមានប្រជាប្រិយភាពខ្លាំងនៅលើអ៊ីនធឺណិតឥឡូវមួយក៏យើងគួរអនុញ្ញាតឲ្យអ្នកយកព័ត៌មានមកសម្ភាសយើងម្ដងនៅទីនេះក្នុងគ្រួសារស៊ូរបស់យើងសូមឲ្យប្រជាជនទូទាំងប្រទេសសូមក្រឡេកមើលពួកវាឲ្យបានដឹងជាគ្រួសារដ៏អស្ចារ្យនៃសមិទ្ធផលសិក្សាខ្ញុំបានរងចាំការហៅទូរស័ព្ទពីគ្រួសារស៊ូហើយយោពោល្អខ្ញុំនឹងទៅហៅអ្នកយកព័ត៌មានឥឡូវនេះខ្ញុំបានយល់ព្រមតាមការសម្ភាសរបស់អ្នកតែមិនមែននៅផ្ទះគ្រួសារស៊ូទេផ្ទុយទៅវិញវាស្ថិតនៅក្នុងខេត្តសានទៅអ្នកជាកូនរបស់គ្រួសារស៊ូរបស់យើងការសម្ភាសគួរតែត្រូវបានធ្វើឡើងនៅគេហដ្ឋានរបស់គ្រួសារសូវ៉ាលើសពីនេះអ្នកគឺជាអ្នកប្រាជ្ញកម្ពុជានៅក្នុងលោកនេះតើមានចំណុចអ្វីដែលត្រូវទៅខេត្តឆេងដើម្បីសម្ភាសអូអ្នកមិនចង់មកទេវាមិនសំខាន់ទេបន្ទាប់មកខ្ញុំនឹងត្រូវធ្វើការសម្ភាសដោយខ្លួនឯងខ្ញុំមិនយកអ្នកទាំងគ្នាទេហើយអ្វីទេចូលយើងធ្វើការសម្ភាសរបស់យើងនៅខេត្តសានហឺយន្តហោះឥឡូវនេះត្រឡប់ទៅក្រុងសានហឺវិញមួយយប់រហ័សចាប់ផ្ដើមធ្វើចលនាត្រៀមខ្លួនវិចខ្ចប់របស់អ្នកយកវាទៅបង្គន់យ៉ាងលឿនប៉ាប្អូនស្រីរបស់ខ្ញុំបានទៅឆ្ងាយពេកតើអ្នកណានឹងចិត្តណាធ្វើឲ្យឪពុកម្ដាយរបស់ពួកគេឆ្លងកាត់បញ្ហាកំពុងប្រមាថយើងដោយចិត្តណារហែកគុំនិយាយរឿងមិនសមហេតុផលឲ្យតែនិយាយរឿងមិនសមហេតុផលបែបនេះនៅចំពោះមុខស្ទេចទាំង4ទៅអ្នកមានចិត្តអាក្រក់ចំពោះខ្ញុំអ្នកពួកគេមិនទាន់ពេញវ័យណាស់វានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់គ្រួសារយើងទាំងមូលប្រសិនបើគាត់ខ្លាយជាអ្នករបស់យើងបានច្រើនអ្នកនៅតែខាងសម្បាដើម្បីអ្វីគេពិតជាមិនអាចប្រាប់ដូនតារបស់ពួកគេបានទេបាទមើលការតាំងចិត្តរបស់ខ្ញុំឪពុករបស់អ្នកក៏ចង់ឆ្លៀតឱកាសនេះដើម្បីលើកកម្ពស់គ្រួសារស៊ូផងដែរចូលយើងនិយាយអំពីទុក្ខសោកដែលអ្នកបានរងទុក្ខនៅពេលក្រោយយល់ព្រមទេទៅពេចខ្ចប់របស់អ្នកខ្ញុំមិនទៅទេអ្នកមិនទៅទេបន្ទាប់មកគ្រាន់តែរងចាំនៅផ្ទះឪពុកម្ដាយខ្ញុំមិនដែលប្រព្រឹត្តចំពោះខ្ញុំបែបនេះពីមុនមកទេទាំងអស់នេះគឺដោយសារតែលេងសៃវងស្រីឆ្នះម្នាក់នោះអ្នកទាំងអស់គ្នាតាមពិតទៅគាត់បានសម្លាប់ខ្ញុំដើម្បីគេចពីរឿងនេះសេនយេបានស្លាប់ក្នុងសមរភូមិកុំយំអីវានឹងធ្វើឲ្យខ្ញុំខូចចិត្តណាស់ពេលឃើញរឿងនេះបងប្រុសធំតើខ្ញុំធ្វើមិនបានល្អក្នុងការប្រឡងទេម៉ាក់ខ្ញុំមិនចូលចិត្តខ្ញុំទៀតទេលីស៊ីវ៉ាងគឺជាអ្នកដែលទទួលបានពិន្ទុច្រើនជាងគេក្នុងស្រឡាញ់ខ្ញុំច្រើនជាងខ្ញុំទេប្រកាសណាស់ថាមនុស្សគ្រប់គ្នាស្រឡាញ់អ្នកមែនទេប៉ាលែងចាំបាច់គិតអ្វីទៀតហើយខ្ញុំបានដឹងវាខ្ញុំបានដឹងរួចហើយនៅក្នុងចិត្តឪពុកខ្ញុំមិនល្អដូចលីស៊ូហេងទេសូម្បីតែតិចជាងកាហេងហាសក់សៅតើកូននឹងឈប់ស្រឡាញ់កូនដូចប៉ាទេនឹងមិនមនុស្សល្ងងខ្ញុំនឹងមិនឈប់ស្រឡាញ់អ្នកឡើយប៉ុន្តែសម្រាប់ខ្ញុំអ្នកតែងតែជាមនុស្សពិសេសបំផុតអ្នកនៅតែល្អបំផុតខ្ញុំស្រឡាញ់អ្នកខ្ញុំចាត់ទុកអ្នកច្រើនជាងគ្រាន់តែជាប្អូនស្រីខ្ញុំនៅតែស្រឡាញ់អ្នកខ្យល់នៅទីនេះគួរឲ្យខ្លាចណាស់ខ្ញុំត្រូវទៅទិញម៉ាស៊ីនបន្សុទ្ធខ្យល់ពេលក្រោយនេះជាផ្លូវល្អបំផុតនៅក្នុងខេត្តឆេនត្រជាក់ពេកហើយរញ៉េញ៉ៃហើយអ្វីបានជាមានធូលីដីនៅគ្រប់ទីកន្លែងនៅទីនេះរំខានណាស់ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចស្នាក់នៅទីនេះហើយអ្វីបានជាធ្វើពុតជាមនុស្សពូកែជាងសួស្ដីអ្នកខ្ញុំបានដោះវាចេញតើអ្នកកំពុងធ្វើអ្វីមិនក៏ចង្អុលមកខ្ញុំបែបនេះស៊ូអ្នកនិយាយត្រូវយើងបានសម្ដែងរឿងរ៉ាវហួសហេតុពេកហើយកុំខឹងអីស៊ូយប់នេះគេងជាមួយម៉ាក់យ៉ាងម៉េចដែរម៉ាក់មានរឿងជាច្រើនដែលត្រូវប្រាប់អ្នកពិតណាស់ឲ្យតែអ្នកមានសមត្ថភាពអ្វីដែលខ្ញុំមានអារម្មណ៍នៅជុំវិញខ្លួនគឺសេចក្តីសប្បុរសទេគាត់ត្រូវបានសម្ភាសនៅមណ្ឌលកុមារកំព្រា3ថ្ងៃក្រោយមកកុំយឺតពេលស្វាន
បងស្រីឲ្យបងស្រីហេចូលមកខាងក្នុងឲ្យលឿនសម្លាញ់ចូលមកខាងក្នុងទៅលេងជាមួយបងប្រុសរបស់ហើយដែរអ្នកបានមកដល់ហើយអ្នកទាំងអស់គ្នាស្លៀកពាក់ជាផ្លូវការណាស់ស៊ូអាតើនេះមិនបង្ហាញយើងថាយើងឲ្យតម្លៃអ្នកទេហេតុអ្វីអ្នកមិនបដូរទៅជារកផ្លូវការដែរខ្ញុំមិនមានរបស់បែបនោះទេខ្ញុំនឹងទិញវាឲ្យអ្នកឥឡូវនេះខ្ញុំនឹងឲ្យអ្នកដឹកជញ្ជូនយកវាមកពេលក្រោយស៊ីហ៊ូតើអ្នកស្លៀកទំហំអ្វីទំហំចុះស្បែកជើងទាំងនោះវិញ37យ៉ាតមែនទេល្អប៉ុន្តែវាសមនឹងពណ៌ស្វាយខ្ញុំចូលចិត្តវាមិនថាវាមានពណ៌លឿងប៉ុណ្ណាទេអ្នកមិនចាំបាច់ទិញវាទេខ្ញុំមិនត្រូវការទេនោះជាអារម្មណ៍មិនសមហេតុផលនៃការបែកគ្នាដែលខ្ញុំចង់បានតែពេលនោះទេទើបប្រទេសទាំងមូលអាចដឹងទោះបីជាខ្ញុំមានឈាមដូចគ្នានឹងគ្រួសារស៊ូក៏ដោយពួកគេពិតជាមិនមែនជាប្រភេទមនុស្សដូចគ្នានោះទេលីនអ្នកអាចចាប់ផ្ដើមការសម្ភាសឥឡូវនេះបានតើមានអ្វីកើតឡើងចំពោះស៊ូបានចាប់ផ្ដើមរដូវរបស់ជាមួយខ្ញុំខំមួយគូអូហេតុអ្វីបានជាអ្នកចាក់ចេញតើយើងត្រូវរងចាំយូរប៉ុណ្ណាទៀតមិនចាំបាច់រងចាំទេយើងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់លីនអ្នកអាចសម្ភាសខ្ញុំជាមុនសិនយោពងចូលចាប់ផ្ដើមយើងសួស្តីអ្នកទាំងអស់គ្នាខ្ញុំជាអ្នកគ្រប់គ្រងទូទៅនៃសាខាមួយរបស់ស៊ូគ្រុបផលិតផលរបស់ស៊ូមានគុណភាពល្អនិងមានតម្លៃថោកខ្ញុំសូមស្វាគមន៍អ្នកទាំងអស់គ្នាក្នុងការទិញភាគហ៊ុនរបស់យើងកូនរបស់ខ្ញុំក៏មានទេពកោសល្យពិសេសផងដែរកូនប្រុសច្បងរបស់ខ្ញុំបានចាប់ផ្ដើមចូលរួមក្នុងអាជីវកម្មរបស់ក្រុមហ៊ុននៅពេលគាត់មានអាយុ18ឆ្នាំនិងកូនប្រុសទី2របស់ខ្ញុំគាត់ចិត្តបង្ហាញខ្លួនហើយខ្ញុំឈ្មោះស៊ូមីងយីសូមចងចាំឈ្មោះរបស់ខ្ញុំសូមយកចិត្តទុកដាក់បន្ថែមទៀតនៅពេលអនាគតនិងកូនស្រីពៅរបស់ខ្ញុំស៊ូជីតាំងពីក្មេងមកគាត់មានការអប់រំល្អលើសិល្បៈទាំង4សូមអភ័យទោសលោកគ្រូខ្ញុំចង់រំខានតើលោកអ្នកអាចណែនាំលោកលេនសៃវងដោយសង្ខេបបានទេលេនសៃវងក៏សមហេតុផលណាស់ដែរនាងមានទំនាក់ទំនងល្អជាពិសេសជាមួយឆេគ្រូសាយើងរឹងរូសជាធម្មតាមើលថែមនុស្សបានល្អតើគាត់ពិតជាគិតថាគាត់កំពុងបង្កើតឈ្មោះឲ្យខ្លួនឯងដោយការផ្ដល់បទសម្ភាសន៍នៅក្នុងភ្នែកជុះមិនមែនជារឿងងាយស្រួលនោះទេលេខ4អ្នកត្រឡប់មកវិញហើយហេហេហេតុអ្វីសួស្តីអ្នកទាំងអស់គ្នាឈ្មោះលីនស៊ីវ៉ាងលោកលេនឈួនយួនឥឡូវនេះគ្រួសាររបស់អ្នកគ្រួសារអ្វីស៊ីវ៉ាងជាក្មេងកំព្រាតាំងពីកុមារភាពត្រូវហើយស៊ីវ៉ាងធំធាត់នៅក្នុងមណ្ឌលកុមារកំព្រាមួយទាំងនេះគឺជាមិត្តភក្តិរបស់ខ្ញុំមកពីមណ្ឌលកុមារកំព្រានិងម្ដាយរបស់ឌីណានសមិទ្ធផលរបស់ខ្ញុំនៅថ្ងៃនេះគឺមិនអាចកាត់ផ្តាច់ចេញពីជំនួយរបស់ពួកគេបានទេហើយសូមអរគុណដល់ជីដូនដែលបានទទួលមរណភាពវាដោយសារតែពួកគេនោះហើយជាមូលហេតុដែលខ្ញុំអាចធ្វើបានល្អក្នុងការប្រឡងយើងនឹងមិននិយាយអំពីថ្លៃជួលតតែមានបញ្ហាអ្វីមានអ្វីកើតឡើងឲ្យបានឲ្យខ្ញុំពន្យល់អ្នកប្រាជ្ញកម្ពុជាដ៏អស្ចារ្យម្នាក់នេះគាត់ជាក្មេងកំព្រាគួរឲ្យអាណិតណាស់តែក៏ខំប្រឹងធ្វើការដែរអ្នកមិនដឹងទេគាត់ត្រូវបានគេលាតត្រដាងគាត់គឺជាកូនស្រីពិតរបស់គ្រួសារស៊ូហេតុអ្វីមើលកូនស្រីពិតរបស់អ្នកប្រាជ្ញកម្ពុជារូបនេះមានឈ្មោះគ្រួសារស៊ូនៅតែអះអាងថាពួកគេមិនលំអៀងទេស្នងរឹកខ្លាំងៗមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេការធ្វើបាបមិត្តថ្នាក់និងរើសអើងអ្នកក្រីក្រវាទាំងអស់ជាកំហុសរបស់ប៉ាដែលទូចចង់ទៅសម្ភាសនោះល្អហើយយើងស្ទើរតែត្រូវគេស្ដីបន្ទោសរហូតដល់ស្លាប់អ្នកថតរូប paparazzi រាប់សិបអ្នកត្រូវបានដាក់ពង្រាយនៅច្រកចូលជារៀងរាល់ថ្ងៃខ្ញុំមិនហ៊ានសំបីតែទៅទិញអីវ៉ាន់ទេពួកល្ងងទាំងនោះហៅខ្ញុំថាជាកូនមូលធននិយមដ៏អាក្រក់មួយពួកគេខ្វាក់ភ្នែកទាំងស្រុងភ្លេចហើយដោយសារតែបញ្ហានេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងប៉ារបស់អ្នកបានទៅក្រុមហ៊ុនដើម្បីទទួលបន្ទុករួចហើយពួកគេគួរតែត្រឡប់មកវិញឆាប់នេះសូមព្រះប្រទានពរដល់អ្នកកុំឲ្យពួកឈួតទាំងនោះដឹងខ្លួនអីហេតុអ្វីងងអើយហេ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 តុអ្វីតើអ្នកជាមនុស្សដែលចូលចិត្តរំលោភបំពានអ្នកដទៃនោះមិនពិតទេមើលក្រុមមនុស្សនេះមើលឃាតករដ៏សាហាវសំនឹងទទួលបានទេអង្គម្សៅនិងប្រេងចម្អិនអាហារដែលអ្នកបរិភោគតើវាមិនមែនដាំទៅដោយការស្លាប់មនុស្សអាក្រក់ទេប៉ាស្លាប់ហើយហេហេហេស្វាមីអ្វីដែលអ្នកជាសូមទូរស័ព្ទទៅលេនសៃវិនជាបន្តសូមឲ្យគាត់បញ្ជាក់ពាក្យចាំអារ៉ាមឲ្យយើងដឹងផងខ្ញុំបានវាអក្សរនេះ800ដងរួចហើយគាត់បានរារាំងយើងទាំងអស់គ្នាទោះបីជាវាត្រូវបានគេរំពឹងតែយ៉ាងណាក៏ដោយសូមអរគុណអរគុណតើអ្នកបានសម្រេចចិត្តហើយឬនៅថាត្រូវដាក់ពាក្យចូលរៀននៅសាលាឲ្យខ្ញុំណែនាំសាលារបស់យើងទេមានអត្ថប្រយោជន៍ជាច្រើនគោលដៅរបស់ខ្ញុំតែងតែជាសាកលវិទ្យាល័យ Tsinghua និង Peking វាមិនដែលផ្លាស់ប្ដូរទេខ្ញុំគ្រាន់តែចូលចិត្តផ្នែកដែលមានទំនុកចិត្តរបស់អ្នកគួរឲ្យតាក់ទាញណាស់ត្រូវហើយខ្ញុំក៏ចូលចិត្តខ្លួនឯងដែលមានទំនុកចិត្តដែរ
ទោះបីជាខ្ញុំមិនបានទៅសាកលវិទ្យាល័យស៊ីងហួរឬសាកលវិទ្យាល័យ